ខ្ញុំបានដេកលក់ក្នុងអាងុកទឹកហើយថែមទាំងយកសັບទៀតផងតើបរិសុទ្ធក្នុងសុបិនរបស់ខ្ញុំពិតជាមានគុណភាពខ្ពស់មែនទេគិតក៏ឲ្យឯងមិនចង់បានក្បាលទេទ្រង់នៅតែជាអធិរាជប្អូនស្រីខ្ញុំចូលចិត្តព្រះមហាក្សត្រីយានីឲ្យទ្រង់ភ្ញាក់ហើយតើអ្នកជានរណារបស់ខ្ញុំបងស្រីហុងនាងយំខ្លាំងណាស់ខ្ញុំមានដើមទ្រូងធំបែបនេះតើនេះជាអ្វីតើមានអ្នកណាអាចប្រាប់ខ្ញុំបានទេគ្រូមហន្តរាយបន្ថែមនេះតើវាជាអ្វីឲ្យប្រាកដតើព្រះចៅអធិរាជជានរណានោះតើវាឈឺទេអូវាឈឺណាស់វាមិនមែនជារឿងមិនអាចទៅរួចនោះទេអ្នកបានធ្វើដំណើរឆ្លងកាត់ពេលវេលាតើខ្ញុំបានផ្លាស់ទៅចំណុចដាក់ពាក្យរបស់អធិរាជដោយរបៀបណាពាក្យសុំរបស់ខ្ញុំតើអ្នកដតីទៀតនៅឯដែលថាខ្ញុំនៅរមណីយដ្ឋានទឹកក្តៅអ្នកក្រោមបង្គាប់របស់គាត់គិតថាគាត់ជាឃាតករចាក់ក្បាលខ្ញុំនាំខ្ញុំទៅជួបគាត់ឆាប់ឈប់ព្រះករុណារាងកាយក្រីក្ររបស់ខ្ញុំអ្នកណាប្រាប់អ្នកឲ្យដាក់ដៃលើខ្ញុំព្រះមហាក្សត្រឲ្យសូមរណីជីវិតខ្ញុំផងគឺស្អាតណាស់នាងអាចស្លៀកពាក់សម្លៀកបំពាក់សម័យនោះបានយ៉ាងល្អឥតខ្ចោះដូចដែលរំពឹងទុកពីខ្ញុំតើអ្នកជានរណាហេតុអ្វីខ្ញុំមើលទៅដូចអ្នកដែរព្រលឹងរបស់យើងត្រូវបានផ្លាស់ប្ដូររាងកាយរបស់អ្នកឥឡូវនេះជារបស់ខ្ញុំហើយអ្វីដែលជារបស់ខ្ញុំបានក្លាយជារបស់អ្នកអ្វីដែលបានកើតឡើងតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំមិនបានធ្វើអ្វីទេនេះជារូបកាយរបស់អ្នកផ្ទាល់ជាការពិតគាត់មានជំនាញខ្លះតើអ្នកជានរណាខ្ញុំមកពីពិភពលោកមួយផ្សេងទៀតវាគឺជាឯកសណ្ឋានកម្រិតខ្ពស់របស់កងកម្លាំងពិសេសស្រដៀងគ្នានឹងគ្រូពេទ្យយោធានៅទីនេះខ្ញុំបានធ្វើការហួសកម្លាំងខ្ញុំបានធ្លាក់ចូលទៅក្នុងទឹកដោយចៃដន្យបន្ទាប់មកវាបានធ្វើដំណើរទៅកាន់ស្រះជាយប់របស់អ្នកកាឡាវេនឌឺគាត់មើលទៅដូចទាហានម្នាក់ដែរប៉ុន្តែអ្នកនិយាយថាអ្នកកំពុងលេងល្បិចលើខ្ញុំនឹងធ្វើឲ្យអ្នកប្រាថ្នាថាអ្នកស្លាប់អ្នកមិនហ៊ានផ្លាស់ប្ដូរលំដាប់នោះវិញឥឡូវនេះទេខ្ញុំហាតើអ្នកគិតថាខ្ញុំមានសមត្ថភាពបែបនោះទេអ្នកមកទីនេះហើយថើបខ្ញុំពួកយើងវាជាការផ្លាស់ប្ដូរការលេងលេះដែលកើតឡើងនៅពេលដែលបូមាត់ប៉ះគ្នាឥឡូវនេះវាចប់ហើយចូលយើងប៉ះវាម្ដងទៀតតើនេះមិនចាំបាច់ទេខ្ញុំប្រមានអ្នកហ៊ានលេងជាមួយកង្កែបខ្ញុំបានមើលក្បាលរបស់អ្នកតើចំណុចនៃការសរសេររឿងល្ខោននៅពេលនេះមានន័យអ្វីខ្ញុំថើបខ្លួនឯងខ្ញុំខឹងខ្លាំងណាស់ស្ទើរតែក្អួតឈាមភាពអួតអាងនេះនឹងសម្លាប់អ្នកអាចសម្លាប់គាត់នៅពេលក្រោយ